បញ្ហាដែលយើងជួបប្រទះលើសម័យបច្ចុប្បន្នទាក់ទងជាមួយការបូនេះតើវាទាក់ទងជាមួយនឹង Facebook AI Update ឬក៏វាទាក់ទងជាមួយនឹងអ្វីនៅអំឡុងពេលចូលខែ5ខែ6នេះឃើញថាមានបងប្អូនយើងល្អូច្រើនខ្លាំងមែនទែនឃើញថាបងប្អូនអ្នកបូយើងគឺជួបបញ្ហាច្រើនមែនទែនទៅលើការបូគឺបូឡើងដើរដូចមុនបូដើរតែអត់មានអ្នកទិញបូមកបានតែព្យាមេដៃនិងបានតែតាយាយទាក់ទងថងកន្លែងបញ្ហាទាំងអស់នេះខ្ញុំបាននិយាយមកថាគឺយើងជួបទាំងអស់គ្នាមិនថានៅក្នុងស្រុកយើងក៏ដូចជានៅក្នុងស្រុកផ្សេងក៏ដោយក៏គេជួបនៅបញ្ហាទាំងអស់ហ្នឹងដែរអញ្ចឹងបញ្ហាទាំងអស់ហ្នឹងវាមកពី AI Update ឬក៏មកពី algorithm ប្រព័ន្ធរបស់ Facebook នឹងធ្វើការ update តែម្ដងពីជ្រុងត្រង់កន្លែងនេះចាស់ស្ដែងយើងពិតជាអត់មានឯកសារមួយអីដែលបញ្ជាក់ថាមកពីការ update របស់ Facebook បាននិយាយធ្វើឲ្យការបូរបស់យើងនឹងប្រែប្រួលជាងមុនទេតែថងឡើយនេះដោយសារតែបងប្អូនយើងមួយចំនួនដែរដែលនិយាយថាមកពី AI របស់ Facebook នឹង update ទើបបាននិយាយធ្វើឲ្យ Facebook មានការកលាប់ចាក់និងបបាក់វិធីនឹងការបូអញ្ចឹងពីថងឡើយនេះដែរយើងអាចបែងចែកឲ្យដាច់ពីគ្នាបន្តិចរវាងទី1តើតងជាមួយនឹង AI របស់ Facebook update ហើយទី2រវាង algorithm របស់ Facebook update ព្រោះនៅក្នុងហ្នឹង AI ក៏មាន algorithm វាផ្សេងតែតងមួយ Facebook AI update ថ្មីចំនួន2វាពិតជាមានការ update មែនប៉ុន្តែ AI ទាំងអស់ហ្នឹងគេបានធ្វើការ update តាំងពីយូរហើយនៅឆ្នាំ2025ចិត្តឆ្នាំដើមឆ្នាំ2025និងមួយទៀតនៅឆ្នាំ2026អញ្ចឹង AI ទាំងពីរហ្នឹងវាគ្រាន់តែជា super brain AI ដែលគេគ្រាន់តែធ្វើការដំឡើងកម្រិត AI ហ្នឹងឲ្យវាកាន់តែឆ្លាតជាងមុនដែល AI ទី1គឺឈ្មោះ Andromeda គឺជាប្រព័ន្ធ AI ដែលជួយធ្វើការក្នុងការ ranking ad បើនិយាយស្រួលមានន័យថា Facebook ព្យាយាម update ទៅលើប្រព័ន្ធ AI ហ្នឹងជួយទៅលើផ្នែកមួយដើម្បីជួយឲ្យ Meta ធ្វើការរើសនៅវីដេអូឬក៏ ad creative មួយដែលល្អបំផុតសម្រាប់ឲ្យ user អញ្ចឹង AI មួយទៀតមានឈ្មោះថា Jim គឺជា AI super brain មានថាកម្ពូលខួរក្បាល AI ដែលជា AI ad recommendation model ថ្មីអញ្ចឹង AI មួយហ្នឹងវាដើរតួនាទីក្នុងការស្វែងយល់អំពីមនុស្សតើ user ហ្នឹងគេចូលចិត្តអីហើយនឹងធ្វើការទស្សន៍ទាយថា ad មួយណាដែលស័ក្តិសមបំផុតសម្រាប់ user មួយហ្នឹងដែលអាចធ្វើឲ្យគេ respond បានមានន័យថា AI មួយហ្នឹងគឺវា deep learning ឬក៏យើងអាចនិយាយថា AI ហ្នឹងអាចអានចិត្តរបស់អ្នកប្រើប្រាស់បានថាម្នាក់ហ្នឹងគេចូលចិត្តអីហើយគួរតែបង្ហាញឬក៏ចាប់ group ad មួយណាដើម្បីធ្វើឲ្យម្នាក់ហ្នឹងមើលហើយធ្វើការ respond នៅក្នុងការ respond ហ្នឹងវា base ទៅលើ objective ដែលយើងប្រើដែរបើសិនជាយើង book message អញ្ចឹង stream ហ្នឹងវា optimize ហើយតើមនុស្សណាដែលអាចនឹងឆាត message ហើយមនុស្សមួយណាដែលតំណងជាធ្វើការ response ឬក៏ឆាតទៅកាន់ page របស់យើងនៅពេលដែលគេឃើញវីដេអូមួយហ្នឹងអញ្ចឹងឥឡូវហ្នឹង Facebook វាអាចធ្វើការ deep learning ទៅលើ user ឬក៏ស្វែងយល់ពី user បានល្អជាងមុននិងធ្វើការស្វែងរក ad ដែលស័ក្តិសមសម្រាប់ការបង្ហាញបានល្អជាងមុនអញ្ចឹងពីកន្លែងហ្នឹងទៅលើប្រព័ន្ធរបស់ Meta ថ្មីនៅពេលដែលគេបូកបញ្ចូលទាំង AI, Jim, Andromeda, Lactic និង Sequence Learning ចូលគ្នាគេនឹងអាចដឹងថាតើ ad របស់យើងគួរតែបង្ហាញនៅពេលណាបង្ហាញទីណាបង្ហាញម៉ោងណាហើយបង្ហាញទៅកាន់នរណាគេពេលដែលមាន AI ក្នុងការជួយជំនួយរបស់យើងច្រើនមែនទែនទៅលើការ structure គឺគេព្យាយាមឲ្យយើង structure បែប simple មានន័យថាយើងអាចចាំបាច់ធ្វើការ structure និងការ testing asset អីច្រើនជាងមុនទេព្យាយាម testing ឲ្យ simple ហើយតើតងមួយការប្រើ keyword interest ព្យាយាមដាក់ឲ្យតិចបំផុតតាមដែលអាចធ្វើទៅបានហើយបើអត់ដាក់ក៏កាន់តែល្អដែរក្នុងនាមយើងជាអ្នកប្រើប្រាស់វិញតើយើងគួរតែធ្វើបែបម៉េចចឹងពីការងាររបស់យើងគឺយើងត្រូវតែគេឲ្យ Meta better signal នឹងអីគេតើតងជាមួយនឹង signal នឹងគឺជាសកម្មភាពដែល Facebook learning ពី user របស់យើងមានដូចជា view like share comment message អីហ្នឹងអានឹងក៏ជា signal ហើយបើសិនជាអានឹងក៏ជា signal ហើយអញ្ចឹងក្នុងការបង្កើតនៅ better signal ហ្នឹងជំរើសទី1យើងអាចធ្វើការបង្កើតចេញពី creative បើនិយាយយល់ទៅការងាររបស់យើងគឺត្រូវតែបង្កើត content ដែលល្អតាក់ទាញមនុស្សឲ្យមើលហើយនឹងធ្វើឲ្យគេមានអារម្មណ៍ចង់ទិញដល់ពេលដែលគេចុចមើលវីដេអូរបស់យើងអានឹងក៏ជា signal មួយ like share comment និង chat និងចុចទិញអានឹងក៏ជា signal ល្អមួយដែរដែល Facebook អាចធ្វើការ learning ថាតើតងជាមួយ content របស់យើងនិយាយពីអីគេតាមរយៈ text audio ឬក៏រូបភាពក្នុងវីដេអូរបស់យើងហ្នឹង Facebook នឹង understand ថាអូ content មួយនេះសម្រាប់នរណាគេដល់ពេលដែលគេស្វែងយល់ពី content របស់យើងបានគេអាចរកមនុស្សត្រូវហើយមនុស្សដែលពេលដែល flow ដែលគេចូលមក signal ល្អមនុស្សដែលអាចនាំទៅដល់ការបញ្ជាទិញ Facebook មាន signal ចាប់បាន signal ល្អកាន់តែច្រើនឬក៏មានន័យថាព័ត៌មានកាន់តែច្រើនគេអាចនឹងទៅរកអ្នកផ្សេងទៀតដែលស្តៀងជាមួយនឹងមនុស្សទិញហ្នឹងឲ្យយើងបានកាន់តែងាយស្រួលអញ្ចឹងក្នុងការធ្វើ content នៅក្នុងសម័យនេះគេហៅថា creative era ឬក៏យុគសម័យនៃ content អញ្ចឹងនៅការបង្កើត content ហ្នឹងទីមួយគេឲ្យថា create a better offer ហ្នឹងនិយាយមែនតើទៅជាការផ្ដល់ឲ្យ
ឬក៏យើងនិយាយឲ្យស្រួលយល់ក្នុងការបង្កើតវិញហ្នឹងយើងបង្កើតនៅមូលហេតុមួយតែហេតុអីបានជាមនុស្សគួរតែទិញ product របស់យើងតើហេតុអីបានជាគេត្រូវ care ជាមួយនឹង product របស់យើងបើ product លើទីផ្សារមានរាប់រយរាប់ពាន់តើហេតុអីបានជាគេគួរតែទិញ product របស់យើងអញ្ចឹងពីជុំកន្លែងនេះតើ offer របស់យើងគឺជាអីនៅក្នុង content របស់យើងតើ offer របស់យើងគឺជាអីគេចំណុចសំខាន់យើងគួរតែមាន offer ល្អដើម្បី attract audience ឲ្យគេឈប់មើលវីដេអូរបស់យើងដោយយើងអាចធ្វើការ create នៅ desire to buy ឬក៏ចំណង់ចង់ទិញ offer របស់យើងអាចមានដូចជា free delivery buy one free one discount 10% for you buyer 24 ម៉ោង warranty money back អីចឹងទៅលើមួយទៀតតើតោងជាមួយនឹង create a better creative ចឹងក្នុងការបង្កើត better creative ហ្នឹងយើងអាចឆ្លើយទៅលើសំណួរមួយតើគួរតែធ្វើវីដេអូបែបម៉េចដើម្បីឲ្យតាក់ចិត្តឲ្យគេឈប់មើលវីដេអូរបស់យើងបានbetter ហ្នឹងគឺមានច្រើនមែនតើតើជាមួយនឹង hook នៃវីដេអូរបស់យើងតើយើងគួរតែនិយាយក្នុងពាក្យពេចន៍ hook បែបម៉េចដើម្បីឲ្យគេចាប់អារម្មណ៍លើ product របស់យើងអាហ្នឹងមួយហើយនៅក្នុង hook ហ្នឹងផងដែរបើសិនយើងនិយាយកាន់តែច្បាស់ AI ក៏កាន់តែ learning របស់យើងបានដូចគ្នាថាវីដេអូមួយហ្នឹងសម្រាប់អ្នកណាគេហើយសម្រាប់អ្នកដែលមានបញ្ហាអីអាហ្នឹងក៏ល្អដែរហើយទៅលើទី2យើងត្រូវតែធ្វើការ create នៅ creative diversity ហ្នឹងគឺសំដៅទៅលើមាតិកាចម្រុះក្នុងសម័យបច្ចុប្បន្នយើងអាចធ្វើការប្រើវីដេអូតែមួយឬក៏ poster តែមួយទៅបោះឲ្យពឹងទៅលើលទ្ធផលទេវីដេអូមួយគេអាចធ្វើការលេង3 4 5 6ក្នុងការបោះម្ដងឬក៏គេអាចប្រើនៅ angle ច្រើនមែនតើ angle ហ្នឹងគឺជាឈុងដែលយើងនិយាយពីរៀបរាប់ពី product របស់យើងដូចជានិយាយពីតម្លៃនិយាយពី result និយាយពី transformation និយាយពីអីផ្សេងអាហ្នឹងគឺជា angle ដែលយើងនិយាយពីឈុងនៃ product របស់យើងហើយមួយទៀតយើងត្រូវតែធ្វើការប្រើនៅ format ឲ្យខុសគ្នាដែរយើងមិនមែនថាត្រូវប្រើតែ UGC មួយហើយយើងដាក់ UGC នឹងអត់ដើរយើងគិតថា product របស់យើងអត់ដើរឬក៏ការ set up របស់យើងអត់ដើរទេ Facebook ត្រូវការជំរើសច្រើនត្រូវការវីដេអូដ៏ច្រើនដើម្បីយកទៅសិក្សាហើយយកទៅ running testing សាកមើលតើ audience របស់យើងក្នុងទីផ្សារហ្នឹងតើគេ respond ឬក៏គេ relate ជាមួយនឹងវីដេអូបែបប្រភេទម៉េចនិយាយពី angle អីគេឬក៏ទៅជាមួយនឹង format អីគេ format ហ្នឹងសំដៅទៅលើវីដេអូបែប UGC វីដេអូបែប testimonial វីដេអូបែប employee ឬក៏វីដេអូបែប before and after យើងក៏មានឱកាសក្នុងការឈ្នះដែរបើមិនយើងបង្កើតម្ដងច្រើនជំរឿនរបស់យើងគឺមានតែឈ្នះតិចហើយនឹងឈ្នះច្រើនប៉ុន្តែបើមិនយើងធ្វើវីដេអូម្ដងតែមួយអត់ដើរអត់នៅក្នុងសម័យបច្ចុប្បន្ន Facebook គឺ see content ច្រើនមែនទែនក្នុងការ boost របស់យើងនឹងគឺយើងអាចធ្វើការ boost ម្ដងតែមួយ content ទេថាការតែមាន content ច្រើនចឹងហើយណាគាត់តែមាន hook ផ្សេងគ្នាដើម្បីធ្វើការ test ក្នុង campaign តែមួយដែរទៅលើចំណុចមួយទៀត choose the right objective បើសិនជាអ្នកនរគ្នាចង់បាន message គួរតែ boost message campaign ហើយបើសិនជាចង់បាន sell increase daily sell គួរតែជ្រើសរើសនៅ sell campaign ដើម្បីផ្ដល់ meta ឬក៏ប្រាប់ meta នៅអីដែលយើងចង់បានឬក៏ what signal for optimize បើសិនជាយើង boost ចង់បាន message តែយើងទៅ boost view Facebook អាចទៅរកតែអ្នកណាគេដែលចូលចិត្តមើលវីដេអូឬក៏ចិត្តបែបមើលវីដេអូបែបធម្មតាមើល like share ធម្មតាមិនមែនជាអ្នកដែលចុចចាស់ទេពីមុនខ្ញុំមិនដែលសឹងតែអត់ដែលជឿថាមាន audience មួយចំនួនគាត់គិតថាបើសិនជាយើង boost យក view ទៅយើង boost យក view ទៅ1លាន view យ៉ាងហោចណាស់ក៏មានអ្នកឆាត 10% ទៅយើងវាមិនបានច្រើនប៉ុន្តែការពិតជាស្ដែងវាអត់ចឹងទេបើសិនជាយើង boost វីដេអូ view ចាស់តែខ្ញុំចាយមួយខែ 2000 ជាងទៅលើសម្រាប់ brand មួយដែលគាត់ធ្វើ brand awareness ដែរចាយ 2000 បាន message ដល់100បងណាជួនកាលចឹងកន្លែងហ្នឹងវាអត់ប្រកាសទេអញ្ចឹងកន្លែងហ្នឹងបើសិនជាយើងចង់បានអីយើងគួរតែធ្វើវីដេអូឲ្យត្រូវជាមួយនឹងcampaign objective របស់យើងដែរហើយបូកជាមួយនឹងការរើស campaign objective ឲ្យត្រូវជាមួយនឹង business goal ជាមួយនឹងអីដែលយើងចង់បានចំណុចទី5គឺសំខាន់ដែរតទៅជាមួយនឹងការ generate quality response ចឹងកន្លែងនេះនិយាយសូវយល់ជឿគឺធ្វើម៉េចដែរឲ្យអ្នក chat មកនឹងមាន quality ជាងមុនចឹងចំណុចទី1យើងត្រូវតែធ្វើតទៅជាមួយនឹង creative side ដែរមកពី creative ដែរបើសិនជា key message ដែលយើងប្រើប្រាស់នៅក្នុង content នឹងវា confuse វាអត់ច្បាស់ធ្វើឲ្យអ្នកដែលគាត់ chat មកនឹងសួរអត់ដឹងរឿងអីក៏វាមកពីនឹងដែរព្រោះទី1 creative វាដើរតួនាទីជា filter មួយសម្រាប់ត្រង់ wrong audience ឬក៏ wrong people មកតង់ហើយចឹងការងាររបស់យើងក្នុងការបង្កើត content ហ្នឹងទី1យើងត្រូវតែមាន clear offer ឲ្យអីឲ្យច្បាស់តែឲ្យនឹងអត់ឲ្យច្បាស់តែអត់ទៅមាន hook ដែលខ្លាំងហើយបូកជាមួយនឹង correct angle ព្រោះភ្ញៀវរបស់យើងក្នុងទីផ្សារហ្នឹងលើ product មួយគឺភ្ញៀវមួយ product មួយមាន customer persona ឬក៏គំរូអតិថិជនគោលដៅផ្សេងគ្នា customer persona ឬក៏គំរូអតិថិជនគោលដៅហ្នឹងគឺយើងធ្វើការស្គាល់ពី audience របស់យើងជាក់ស្ដែងតែម្ដងតើមនុស្សដែលត្រូវការ product របស់យើងហ្នឹងគាត់កំពុងតែមានបញ្ហាអីគាត់ឈ្មោះអីគេគាត់នៅណាអានឹងគឺជា creative អានឹងគឺជា persona បន្ទាប់ពីយើងមាន persona ហើយបានយើងអាចធ្វើការទៅ create offer សម្រាប់អ្នកនឹង create hook ត្រូវបូកជាមួយនឹងការ create នៅ angle ត្រូវតើអ្នកទាំងអស់ហ្នឹងមានបញ្ហាអី
ហើយមួយទៀតតកតងជាមួយនឹងការ filter នៅក្នុង inbox ដែរក្នុងការ filter នៅក្នុង inbox នេះចាក់ស្ដែងយើងមានទៅលើក្បួនក្នុងការលក់តើភ្ញៀវមួយនឹងចូលមកយើងគួរតែចំណាយពេលនិយាយជាមួយអត់យើងសួរសំណួរអីដើម្បីដឹងថាគាត់ qualify ឬក៏អត់ qualify ហើយបើសិនជាអត់ qualify ទេយើងគួរតែធ្វើបែបណាតហើយមួយទៀត Facebook គិតទៅលើ exchange rate ឬក៏ message exchange ហ្នឹង message exchange ហ្នឹង Facebook អាចគិតទៅលើចំនួនឆាតរបស់យើងជាក់ស្ដែងមានន័យថាគេឆាត hi មួយនិងរាប់មួយ exchange យើង hello ទៅវារាប់ពី exchange គេសួរ voice មកទៀតគេហៅថារាប់3 exchange អញ្ចឹងទៅលើ exchange ហ្នឹងបើសិនជាមានភ្ញៀវដែល Facebook ចាប់បានថាចាប់ពី5 exchange ឡើងលើអាហ្នឹង Facebook អាចរាប់ថាម្នាក់ហ្នឹងគឺជា qualify ទេព្រោះបើសិនជាអត់ qualify ក៏គេអត់ដល់ក៏គេអត់ជជែកមកយើងច្រើនដែរប៉ុន្តែឥឡូវហ្នឹងវាជាការចង system របស់ Facebook ឡើងហ្នឹងក៏វាមិនត្រូវទាំងអស់ដែរព្រោះករណីមួយចំនួនដល់ពេលដែលយើងបូរហើយយើងដាក់អាទិន្នន័យយើងដាក់តតងមួយនឹងប៊ូតុង message ប៊ូតុងឲ្យគេចុចអ្នកខ្លះទៀតចុច5 6ដងគាត់ចុច5 6ដងមកវាគ្រប់ file exchange បាទជួនកាល Facebook ចាប់ម្នាក់ហ្នឹងទៅជា qualify auto ក៏មានដែរអញ្ចឹងដើម្បីធ្វើកន្លែងហ្នឹងទី1យើងត្រូវតែរៀបចំនៅកម្រងសំណួរក៏ដូចជាចងក្រងនៅ objection handling ហ្នឹងគឺនៅពេលដែលមានភ្ញៀវជំទាស់អីគាត់ថាគាត់គិតសិនឬក៏ស្ទាក់ស្ទើរអារម្មណ៍អីផ្សេងៗយើងត្រូវតែមានរបៀបក្នុងការនិយាយមួយគាត់ឲ្យហើយដើម្បីបបួលគាត់និយាយហើយសួរនៅ good question វាជាចំណុចមួយដែរបើសិនជាយើងធ្វើការតបភ្ញៀវហើយយើងគ្រាន់តែឆ្លើយដោយ customer service អាហ្នឹងក៏អត់កើតដែរក្នុងការលក់ក្នុង inbox គេមានក្បួនក្នុងការឆ្លើយរបស់គេត្រូវតែឆ្លើយឲ្យខ្លីហើយបញ្ចប់វិញដោយសំណួរ lead ទៅកាន់ direct outcome ព្រោះ outcome ក្នុងការឆ្លើយ inbox របស់យើងគឺ sell make more income មិនគ្រាន់តែជាអ្នកដែរធ្វើ customer service ទេហើយមួយទៀតទៅលើ feedback យើងធ្វើការអីមួយបើសិនជាយើងធ្វើតាមម្នាក់ឯងយើងច្បាស់ជាអត់ដឹងទេថាឯការងារដែលយើងធ្វើមួយចំនួនខុសមួយចំនួនត្រូវនៅលើ Facebook ក៏អញ្ចឹងដែរគេបានបញ្ចេញ tool មួយដែលយើងអាចធ្វើការ update ទៅកាន់ Facebook បានគឺថងកន្លែង lead center ថងកន្លែងនេះយើងអាចធ្វើការ update ទៅកាន់ Facebook វិញបានថាភ្ញៀវដែលឆាតចូលមកហ្នឹងល្អឬក៏អត់បើល្អ Facebook យកទិន្នន័យទៅសិក្សាបន្តបើអត់ល្អ Facebook យកទិន្នន័យហ្នឹងទៅសិក្សាបន្តដូចគ្នាប៉ុន្តែដើម្បីធ្វើការកិច្ចហើយភ្ញៀវណាទិញមិនទិញក៏យើងត្រូវតែប្រាប់ Facebook ដែរដើម្បីឲ្យគេយល់ពីភ្ញៀវរបស់យើងបានច្រើនជាងមុនហើយទៅរកអ្នកស្តៀងហ្នឹងឲ្យយើងទៀតបានអញ្ចឹងពីជុំកន្លែងនេះពី idea ពីខ្ញុំទៅក្នុងការសម្របខ្លួនជាមួយនឹង AI ថ្មីសរុបជាចុងក្រោយទី1យើងត្រូវតែ structure ឲ្យត្រូវជាមួយនឹង Facebook AI ព្យាយាមប្រើប្រាស់នៅ advantage ឲ្យច្រើនហើយចំណុចសំខាន់មួយទៀតគឺការ feedback ទៅកាន់ AI ព្រោះខ្ញុំជឿថា AI អត់ធ្វើការត្រូវទាំងអស់ទេយើងត្រូវតែចេះ feedback ទៅកាន់គេដែរថាមួយណាត្រូវមួយណាមិនត្រូវហើយមួយទៀតទៅលើ experience ជាក់ស្ដែងបើសិនជាយើងធ្វើការ run ទៅលើ campaign បើយើង run មួយថ្ងៃហើយចង់មកលទ្ធផលដូចអីដែលយើងចង់បានខ្ញុំអាចនិយាយបានថាគួរតែបិទ campaign នឹងចោលហើយចុះ run ហ្មងទៅព្រោះជាក់ស្ដែងទៅលើទិន្នន័យមួយចំនួនដែលខ្ញុំឃើញនៅក្នុង ads ព្រោះមែនតើទិន្នន័យមួយចំនួនដល់ពេលដែលយើងចង់ធ្វើការកែប្រែទៅលើ ad អីមួយដូចជាការកែប្រែទៅលើ audience ការកែប្រែទៅលើអាយុអីផ្សេងហ្នឹងគឺលើ ad account មួយចំនួនគឺ Facebook ដាក់បញ្ជាក់តែម្ដងថាគេសុំពេលចំនួន3ថ្ងៃដើម្បីទៅស្វែងរកឬក៏ matching នៅអីដែលយើងចង់បានឬក៏ matching ជាមួយនឹង suggestion របស់យើងអញ្ចឹងពីថងកន្លែងហ្នឹងទៅលើការកែប្រែអីមួយទៅលើការបូសអីមួយក៏ដោយយើងត្រូវការពេលយ៉ាងហោចណាស់ពី48ម៉ោងទៅ72ម៉ោងដែរមុនពេលដែលយើងធ្វើការសម្រេចចិត្តបិទឬក៏ការបើកព្រោះតាក់ទងជាមួយនឹងកន្លែងហ្នឹង Facebook ត្រូវធ្វើការ learning you ដើម្បីទៅចាប់យកទិន្នន័យឬក៏ customer profile ឲ្យដូចជាមួយនឹង AI យើងសឹកចេះឬក៏ឲ្យ fit ជាមួយនឹង product របស់យើងដូចគ្នាឬក៏ឲ្យ fit ជាមួយនឹង ad របស់យើងដូចគ្នាដែរអញ្ចឹងក្នុងការធ្វើ ad របស់យើងនេះក៏យើងត្រូវការមានពេលសមឲ្យស្រួលហើយមួយទៀតតទៅជាមួយនឹង content គឺយើងអាចធ្វើការបូសម្ដងតែមួយ content បានទេបើសិនជាអាចព្យាយាមធ្វើ content ឲ្យកាន់តែច្រើនហើយព្យាយាមធ្វើការតេស្តវានិង optimize តើ content មួយណាដែល work មួយណាអត់ work យើងធ្វើការ kill វាចេញទៅនិងធ្វើការបង្កើតថ្មីព្យាយាមស្វែងរកនៅ content ណាល្អទុក content ណាដែលអត់ល្អគឺយើង kill វាចេញអញ្ចឹងពីជុំរបស់ខ្ញុំថងកន្លែងនេះគឺមានតែប៉ុណ្ណឹងអញ្ចឹងកន្លែងហ្នឹងចំពោះអីដែលខ្ញុំបានចែកម្លែងនេះវាចេញពីការស្វែងយល់របស់ខ្ញុំវាចេញពីទស្សនៈរបស់ខ្ញុំមួយចំនួនដែរវាអត់មានឯកសារណាមួយដែលយើងត្រូវតែធ្វើបែបហ្នឹងទេហើយនេះគឺជាទាំងអស់នេះគឺជា keynote ដែលខ្ញុំក៏ចេញពីអីដែលខ្ញុំបានយល់ក៏ដូចជាអីដែលខ្ញុំបានស្រាវជ្រាវនិងធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាមិនមែនថាអីដែលខ្ញុំនិយាយនេះវាត្រូវតែបែបហ្នឹងទេហើយទៅឯកសារមួយចំនួនទាំងអស់នេះដើម្បីស្វែងយល់កាន់តែច្បាស់បងប្អូនទាំងគ្នាអាចទៅការទៅវាយស្វែងរកលើ Google គឺមានតែតជាមួយនឹង Meta Intro ជាមួយនឹង Meta Intro មួយណាបុកជាមួយនឹង Gym ហើយនឹងមួយទៀតដែរគឺខ្ញុំអាចណែនាំបងប្អូនទាំងគ្នាទៅតាមដានបងប្រុសម្នាក់នេះគាត់ឈ្មោះចាសុនយីមដែលជាបុគ្គលិករបស់ Meta ផ្ទាល់តែម្ដងហើយ
ឯកសារមួយចំនួនធំខ្ញុំក៏បានយកចេញពីគាត់ផងដែរពីអត្ថន័យដែលគាត់បកស្រាយទៅជាមួយនឹង Jim ជាមួយនឹង intro media អីហ្នឹងជាងអាចអូសចុះខាងក្រោមទៅគឺមានឃើញគាត់ផុសទៅជាមួយនឹង intro media Jim អីផ្សេងៗហ្នឹងហើយគាត់អាចនិយាយបានថាគឺជា idol របស់ខ្ញុំម្នាក់ដែរអញ្ចឹងបើចង់ស្វែងយល់កាន់តែច្បាស់កុំភ្លេច check មើលទិន្នន័យផ្សេងៗទៀតមុននឹងសម្រេចចិត្តជឿខ្ញុំអូខេអញ្ចឹងពីការចែកម្លែករបស់ខ្ញុំនេះមានតែប៉ុណ្ណឹងសង្ឃឹមថាវាជួយជាប្រយោជន៍ហើយបើពេញចិត្តកុំភ្លេចចុច Subscribe របស់ខ្ញុំម្នាក់មួយផងអរគុណច្រើន